កូនអរគ្នាថ្ងៃនេះលោកគ្រូចង់មកបង្ហាញពីកំណាព្យបទពាក្យ7គេឲ្យតែងចូលពិនិត្យមើលទីតាំងពាក្យជួនណាបណ្ណាអត្ថបទនេះខាងលើនេះគេឲ្យតែងបទពាក្យ7បាទហើយយើងត្រូវតែងយ៉ាងម៉េចនៅក្នុងនេះលោកគ្រូលើកយកកិច្ចការបនគុណសិស្សមួយដែលគាត់ដាក់ចំណងជើងថាអិយាបទសិស្សសាលាចឹងនៅក្នុងកិច្ចការនេះវាមានពាក្យមិនជួនក៏ដូចជាឃ្លាខ្លះលើសព្យាងនៅក្នុងកំណាព្យបទពាក្យ7គឺមានតែ7ព្យាងទេមួយឃ្លាណាមួយវគ្គគឺមាន4ឃ្លាហើយមួយឃ្លានោះគឺមាន7ព្យាងអញ្ចឹងសូមមើលទាំងអស់គ្នាបាទចង់និយាយពីឃ្លាទី1គ្រប់សិស្សទាំងអស់ក្នុងសាលាហ្នឹងគឺគាត់តែងមកដូចជាត្រូវជាអ្នកសិក្សាដល់គំរូហ្នឹងត្រូវហើយយើងរៀបមកគ្រប់1សិស្ស2ទាំង3អស់4ក្នុង5សាលា6សាលាសា6ឡា7បាទអញ្ចឹងឃ្លាទី1គឺត្រឹមត្រូវឃ្លាទី2គឺត្រឹមត្រូវ7ព្យាង្គហើយឃ្លាទី3ខិតខំប្រឹងរៀនខំស្ដាប់គ្រូគឺ7ដូចគ្នាចំណែកឯឃ្លាទី4នេះនៅវគ្គទី1នេះគឺធ្វើជាគំរូដល់រាល់គ្នាធ្វើជាគំរូដល់រាល់គ្នាហ្នឹងវាអត់មានពាក្យជួនណាហើយខាងលើនេះកន្លែងចុងនៃព្យាង្គទី7កន្លែងគ្នានេះកន្លែងគ្នានេះអត់ជួនមកក្រោមទេសាលានេះគេឲ្យជួនមកចុះមកខាងក្រោមណាអញ្ចឹងអានេះគេហៅជួនឆ្លងវគ្គណាកន្លែងគ្នាមកសាលាអញ្ចឹងដល់ពេលអត់ជួនអញ្ចឹងវាអត់ព្រោះឬក៏វាអត់ត្រូវបាទដូច្នេះខ្ញុំបានកែជូនគាត់គឺធ្វើជាគំរូជូនមេដាវិញដើម្បីអីដើម្បីឲ្យសូរស្រៈនេះវាជួននឹងសូរស្រៈអានេះតាមេដានិងសាលានេះណានឹងលក្ខណៈតែងកំណាព្យបទពាក្យ7ជួនឆ្លងវគ្គចុះមកក្រោមហើយចំណែកទំនាក់ទំនងល្អជាមួយមិត្តហ្នឹងគឺវាចូលរហូតដល់8ព្យាង្គណាគេឲ្យតែងគឺតែ7ព្យាង្គទេចំណែកបងអូនតែងរហូតដល់8ដូចជាទុំ1អ្នក2ណាទុំមួយទៀត3ណងមួយទៀត4ល្អ5ជា6 1 7មិត្ត8អញ្ចឹងដូច្នេះវាតែងលើសដល់តែងលើសអញ្ចឹងបទពាក្យ7គេឲ្យយើងតែងតែ7ព្យាង្គទេក្នុងមួយឃ្លាអញ្ចឹងបងអូនតែងត្រូវរាប់ឲ្យទៅពិនិត្យមើលដើម្បីឲ្យចេះតែងបទពាក្យ7អញ្ចឹងកន្លែងឃ្លានៃវគ្គទី2ហ្នឹងឃ្លាទី1នៃវគ្គទី2ហ្នឹងគឺខុសវាលើស8ព្យាង្គបាទលើស7ហើយវាចូលទៅ8ណាមិនត្រូវមានចិត្តកិច្ចសាលាហ្នឹងត្រូវហើយ1មិន2ត្រូវ3មាន4ចិត្តកិច្ច5សា6ឡា7អញ្ចឹងកន្លែងហ្នឹងត្រូវដល់ខាងក្រោមនេះមួយទៀតនេះគឺស្ដាប់បងប្អូនឆូតចោលហើយស្អីបងប្អូនគិតថាអញ្ចឹងពីលើបន្ថែមពើក្រហមនឹងបងអូនដាក់សម្ដីមេដាអត់ស៊ីគ្នាណាពាក្យសម្ដីមេដាបៃតាគ្រូអាចារ្យណាអញ្ចឹងយើងគួរកែត្រង់ហ្នឹងកែយ៉ាងម៉េចបើបងប្អូនដាក់ស្ដាប់វា1ពាក្យ2សំ3ដី4មា5ដាហ្នឹងមាដាហ្នឹង6 3ហ្នឹង7ដាមួយទៀត8អញ្ចឹងបងប្អូនលុបមួយពាក្យស្ដាប់អញ្ចឹងសល់7បើលុបពាក្យស្ដាប់ចោលវាអត្តន័យវាអត់យល់ន័យថាពាក្យសម្ដីមេដាបៃតាហ្នឹងយើងត្រូវថាប្រើពាក្យស្ដាប់ពាក្យសម្ដីអញ្ចឹងវាព្រោះជាងប៉ុន្តែកាលណាយើងដាក់ពាក្យស្ដាប់វាលើសអញ្ចឹងពាក្យវាអត់ត្រូវទេវាអត់ណែងណងភាសានៃកំណាព្យគេហៅណែងណងជួនណាហើយគ្រូបាអាចារ្យហ្នឹងណែនាំល្អហ្នឹងបងអូនរនឹកពាក្យបានសរសេរបានរហូតដល់2វគ្គគឺល្អហើយគ្រាន់តែថាវាអត់ទាន់បានត្រូវតាមកំណាព្យបទពាក្យ7ប៉ុណ្ណឹងឯងអញ្ចឹងលោកគ្រូសូមកែដាក់ថាចេះសាមគ្គីល្អជាមួយមិត្តវិញហើយមិនត្រូវមានចិត្តកិច្ចសាលាបាទ
ដល់làខាងក្រោមលោកគ្រូដាក់ថាស្ដាប់ពាក្យសំដីគ្រូអាចារ្យណាស្ដាប់1ពាក្យ2សំ3ដី4បានគ្រូ5អានឹង6ចា7អញ្ចឹងដូរមកដាក់ពាក្យថាស្ដាប់ពាក្យសំដីគ្រូអាចារ្យគោរពបិតាឲ្យបានល្អអញ្ចឹងវិញណាដូរកន្លែងហ្នឹងដើម្បីឲ្យវាមានពាក្យហ្នឹងព្រោះណែនាំអញ្ចឹងដើម្បីឲ្យមើលទៅវាមិនពិបាកមើលដូចដែលលោកគ្រូឆូតហ្នឹងលោកគ្រូសូមមើលសូមបង្ហាញឲ្យកូនមើលកន្លែងដែលលោកគ្រូកែឡើងវិញនៅក្នុងកណាប់បនកូនសិស្សហ្នឹងបាទអញ្ចឹងក្នុងនេះគេដាក់ថាលោកគ្រូកែពាក្យពេចន៍មួយចំនួនដើម្បីសម្រួលកំណាព្យណាបាទគ្រប់សិស្សយើងសូត្រលេងមកត្រូវគ្រប់សិស្សទាំងអង្គក្នុងសាលាជាអ្នកសិក្សាដ៏គំរូសិស្សខំប្រឹងរៀនខំស្ដាប់គ្រូធ្វើជាគំរូជូនមាតាចេះសាមគ្គីល្អជាមួយមិត្តមិនត្រូវមានចិត្តកិច្ចសាលាស្ដាប់ពាក្យសម្ដីគ្រូអាចារ្យគោរពបិតាឲ្យបានល្អបាទដោយសារលោកគ្រូមិនពូកែសូត្រកំណាព្យទេគ្រាន់តែថាបើតែងឬក៏និពន្ធកំណាព្យអាចទៅរួចខ្លះបើថាសូត្រអត់សំឡេងពីរោះទេសូមអធិស្ឋានហើយម្ដងទៀតដើម្បីឲ្យបងប្អូនចេះសូត្រកំណាព្យនេះលោកគ្រូសូត្រម្ដងទៀតជាគំរូគ្រប់សិស្សទាំងអង្គក្នុងសាលាជាអ្នកសិក្សាដ៏គំរូខិតខំប្រឹងរៀនខំស្ដាប់គ្រូធ្វើជាគំរូជូនមាតាចេះសាមគ្គីល្អជាមួយមិត្តមិនត្រូវមានចិត្តកិច្ចសាលាស្ដាប់ពីសម្ដីគ្រូអាចារ្យគោរពបិតាឲ្យបានល្អបាទកំណាព្យនេះមានតែប៉ុណ្្នឹងឯងគេឲ្យយើងតែងបានឲ្យបាន2វគ្គបងប្អូនខ្លះតែងតែ1វគ្គចឹងកំណាព្យនេះលំហាត់គេឲ្យតែងឲ្យបាន2វគ្គបាទហើយបងប្អូនដែលបានតែងមក2វគ្គនេះក៏ល្អដែរបានរកពាក្យមកច្រើនណាតែយើងកែខ្លះដើម្បីឲ្យតម្រូវកំណាព្យនេះបានត្រឹមត្រូវបាទហើយជូនពរដល់កូនទាំងអស់គ្នាចេះបាទចេះតែងកំណាព្យបទពាក្យ7ទាំងអស់គ្នាហើយរៀនតែងនៅផ្ទះលេងតែងតាក់ទងពីសាលាពីទេសភាពពីប្រាសាទបាទពីប៉ុនពីអីផ្សេងដើម្បីបងប្អូនចេះតែងបទពាក្យ7សំខាន់ពាក្យជួនវាណាកន្លែងនេះមិនបងប្អូនមើលជាគំរូគេឲ្យយើងមើលជាគំរូបាទហើយកំណាព្យនេះជាគំរូមួយនៅក្នុងសភៅដែរដូចជាខ្ញុំសូមគុណពាក្យគុណជួននឹងពាក្យធ្ងន់ព្យាង្គទី7ជួននឹងព្យាង្គថាព្យាង្គទី7ឃ្លាទី1ហ្នឹងជួននឹងព្យាង្គទី4ឃ្លាទី2វគ្គទី1ហ្នឹងឯងអញ្ចឹងអាហ្នឹងវគ្គបាទដល់ពេលព្យាង្គទី7 2ហ្នឹងជួនឆ្លងមកក្រោមហ្នឹងជួនព្យាង្គទី7ឃ្លាទី3ហើយព្យាង្គទី4ឃ្លាទីវគ្គទី1ហ្នឹងណាកន្លែងដែលគេគូភ្ជាប់គ្នាហ្នឹងគឺជួនហើយកន្លែងដែលជួនណាបងប្អូនហើយដល់ពេលវគ្គទី2ហ្នឹងអ្នកគ្រូផ្ដល់ចំណេញឲ្យខ្ញុំបានចេះបួងសួងឲ្យលោកជួបសុខាការជាតិណាជួបទៀតចឹងកន្លែងគូភ្ជាប់នេះហើយនឹងចេះណាជួនគ្នារីឯប្រាជ្ញាជួនឆ្លងមកអាហ្នឹងកន្លែងណាហើយចំណែកជួនឆ្លងវគ្គគឺកន្លែងគ្រួសារវគ្គទីឆ្លងចុះមកប្រាជ្ញាហ្នឹងគេហៅ
ជួនឆ្លងវគ្គគេគូភ្ជាប់ឯងបាទអញ្ចឹង7មានតែប៉ុណ្្នឹងឯងបាទសូមអរគុណច្រើនសូម